ម្រះមានរសជាតិល្វីងមែនតែផ្ដល់ប្រយោជន៍ច្រើនដល់សុខភាពគ្នាយើងមួយចំនួនអាចនឹងមិនចូលចិត្តម្រះដោយសាររសជាតិល្វីងតាមពិតទៅម្រះមានប្រយោជន៍ច្រើនដល់សុខភាពស្បែកសក់និងភ្នែកជាដើមដូចនេះការញ៉ាំម្រះអាចជួយដល់សុខភាពបានច្រើនយ៉ាង 1. ជំងឺទឹកនោមផែមម្រះមានសារធាតុដែលមានដំណើរការដូចនឹងអរម៉ូនអាំងស៊ីលីនសារធាតុនេះអាចបន្ថយកម្រិតជាតិស្ករក្នុងឈាមសម្រាប់ជំងឺទឹកនោមផែមទាំងប្រភេទ1និងប្រភេទ2យើងអាចផឹកទឹកម្រះមួយកែវរាល់ថ្ងៃប៉ុន្តែប្រសិនជាយើងមានអាការៈឈឺពោះរាគរួសនិងគ្រុនក្រៅមិនគួរបន្តផឹកទេ 2. សុខភាពស្បែកនិងសក់ម្រះសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មវីតាមីន C និង A ដែលល្អសម្រាប់ស្បែកសារធាតុទាំងនេះប្រឆាំងនឹងភាពចាស់មុននិងបញ្ហាស្នាមជួមហើយក៏អាចព្យាបាលបញ្ហាស្បែកផ្សេងៗដូចជាជំងឺស្បែក ringworm ដែលកើតនៅស្បែកក្បាលជំងឺសើស្បែក psoriasis និងបញ្ហារមាស់ម្រះក៏អាចកម្ចាត់អង្គការបញ្ហាសក់ជ្រូកនិងបញ្ហាសក់បែកជង្គ 3. សុខភាពថ្លើមម្រះអាចកម្ចាត់ជាតិពុលក្នុងថ្លើមនិងជំរុញអង់ស៊ីមថ្លើមហើយក៏មានប្រយោជន៍ក្នុងជួយសម្រាលអាការៈក្រោយស្រវឹងដោយកាត់បន្ថយគ្រឿងស្រវឹងស្តុកក្នុងថ្លើមម្យ៉ាងទៀតម្រះក៏ល្អសម្រាប់ឡោកនោមដែរ 4. ការរំលាយអាហារម្រះសម្បូរដោយជាតិសរសៃដែលអាចជួយដល់ការបន្ទោបង់និងសម្រាលការទល់លាមកដូច្នេះគ្នាយើងដែលមានបញ្ហាទល់លាមកគួរញ៉ាំម្រះជាប្រចាំ 5. សុខភាពបេះដូងម្រះអាចកាត់បន្ថយខ្លាញ់អាក្រក់ LDL និងបន្ថយហានិភ័យជំងឺគាំងបេះដូងម្រះក៏រក្សាលំនឹងសម្ពាធឈាមដោយវាសម្បូរដោយប៉ូតាស្យូមដែលអាចស្រូបយកសូរ៉ូយ៉ូមដែលលើសក្នុងរាងកាយម្យ៉ាងទៀតផ្លែនេះក៏ផ្ទុកជាតិដែកនិងអាស៊ីតហ្វូលិកដែលអាចកាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនិងរក្សាបេះដូងឲ្យមានសុខភាពល្អ 6. ជំងឺមហារីកបន្លែនេះជួយពង្រឹងប្រព័ន្ធភាពស៊ាំនិងបង្ការការឆ្លងជំងឺផ្សេងៗរួមទាំងអាឡែហ្ស៊ីការញ៉ាំម្រះជាប្រចាំអាចកាត់បន្ថយហានិភ័យមហារីករួមទាំងប្រឆាំងនឹងការលូតលាស់កោសិកាមហារីកនិងបញ្ឈប់ការកកើតនៃដុំសាច់មហារីកដូចជាជំងឺមហារីកសូដនជំងឺមហារីកពោះវៀនធំនិងជំងឺមហារីកប្រូស្តាតជាដើម 7. សម្រក់ទម្ងន់ម្រះមានកាឡូរីទាបតែសម្បូរដោយជាតិសរសៃម្រះអាចបញ្ឈប់ការកកើតនិងការលូតលាស់នៃកោសិកាផ្ទុកជាតិខ្លាញ់ដែលមាននាទីស្តុកជាតិខ្លាញ់ក្នុងរាងកាយម្យ៉ាងទៀតម្រះក៏ជួយដល់ការធ្វើមេតាបូលីសឲ្យប្រសើរជាងមុនហើយសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងម្រះក៏ជួយកម្ចាត់ជាតិពុលក្នុងរាងកាយដែលនេះអាចជួយដល់ការគ្រប់គ្រងនិងសម្រកទម្ងន់ 8. បង្កើនថាមពលការញ៉ាំម្រះជាប្រចាំអាចបង្កើនថាមពលក្នុងរាងកាយនិងជួយដល់ដំណេកឲ្យកាន់តែល្អផ្លែនេះដែរនៅអាចជួយកាត់បន្ថយបញ្ហាគេងអត់លក់ insomnia ក្រៅពីនេះម្រះក៏ល្អសម្រាប់សុខភាពភ្នែកដោយសារសារធាតុ beta carotene និងវីតាមីន A គួរបញ្ជាក់ថាសម្រាប់ស្ត្រីមានផ្ទៃពោះនិងអ្នកប្រើប្រាស់ថ្នាំជាពិសេសថ្នាំបញ្ចុះសម្ពាធឈាមគួរពិគ្រោះជាមួយគ្រូពេទ្យមុននឹងញ៉ាំឬផឹកទឹកម្រះក្នុងកម្រិតច្រើនបើគិតថាវីដេអូនេះល្អសូមជួយចែករំលែកបន្តផងសូមអរគុណ